បាទសួស្តីបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំចេញមកថតជាលក្ខណៈស្ទូចត្រីធម្មតាដូចជារាល់ដងទេបងប្អូនក៏ប៉ុន្តែវីដេអូនេះខ្ញុំចង់បង្ហាញថាវាមានអ្វីមួយដែរវាខុសប្រក្រតីបងប្អូនទាំងគ្នាហើយនៅក្នុងខ្សែទី2ដែលខ្ញុំបោះហ្នឹងបងប្អូនហើយមិនដឹងថាមានស្អីទេបងប្អូនហើយវាហែលមកកាត់នុយខ្ញុំបងប្អូនធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថារៀងភ័យខ្លាចដែរបងប្អូនអរគ្នាហើយបងប្អូនអរគ្នាអាចមើលរូបភាពយឺតៗបានបងប្អូននឹងគ្រាន់តែក្នុងកាមេរ៉ាបងប្អូនអរគ្នាបើសិនឃើញនៅក្រៅបងប្អូនខ្ញុំបោះបានតែ2ខ្សែគត់តែពេលវាមានអភូតហេតុនឹងកើតឡើងទៅធ្វើឲ្យខ្ញុំមានអារម្មណ៍មួយគិតថាភ័យហើយខ្ញុំមិនបានលេងបន្តទៀតទេបងប្អូនអរគ្នាហើយគឺខ្ញុំចាប់ផ្ដើមយកដងទុករៀបចំអីវ៉ាន់នឹងដើរទៅកន្លែងដែលគ្នាខ្ញុំនៅបបកត្រីនោះហើយកន្លែងនៅគ្នាខ្ញុំស្ទូចត្រីនោះក៏មិនឆ្ងាយពីគ្នាប្រហែលដែរបងប្អូន